ប្រវត្តិរបស់ព្រះយសោចទ្ធីលោកសង្គ្រោះចូលទៅក្នុងចំណោមព្រះអសីតិមហាសាវកផងដែរព្រះយសោចទ្ធីលោកបានសម្រេចសន្តិធម៌ជាធម៌ដ៏ប្រសើរបំផុតនៅក្នុងព្រះពុទ្ធសាសនានេះក៏ជាអ្នកបានទទួលនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីព្រះលោកនាយកដោយសង្គ្រោះលោកចូលទៅក្នុងចំណោមព្រះអសីតិមហាសាវកគឺជាសាវកធំរបស់ព្រះពុទ្ធ80រូបនិងជាអ្នកបរិបូរណ៍ទៅដោយគុណធម៌ជាអ្នកសមគួរដល់ការធ្វើសក្ការៈគោរពបូជាថែមទាំងជាអ្នកមានជីវប្រវត្តិគួរឲ្យចាប់អារម្មណ៍ទៀតផងជីវប្រវត្តិក្នុងអតីតជាតិរបស់ព្រះយសោចទ្ធីមានសម្ដែងទុកនៅក្នុងអត្ថកថាបរមត្តទីពនីដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីនៃគម្ពីរខុទ្ទកនិកាយថេរគាថានិងក្នុងគម្ពីរខុទ្ទកនិកាយអបទានដូចមានន័យថាព្រះសោចទ្ធីលោកបានធ្វើបុណ្យកុសលទុកក្នុងសំណាក់ព្រះពុទ្ធគ្រប់ព្រះអង្គដែលបានត្រាស់រួចមកហើយក្នុងអតីតកាលមកម្ល៉េះប៉ុន្តែការដែលលោកកើតស្លាប់នៅក្នុងភពផ្សេងៗនោះលោកក៏តែងតែបំពេញកុសលវត្តដើម្បីកសាងសន្សំបុណ្យបារមីឲ្យគ្រប់គ្រាន់ក្នុងការចាក់ធ្លុះអរិយសច្ចធម៌ក្នុងជាតិមួយលោកបានកើតនៅក្នុងត្រកូលអ្នកមានធនធានម្នាក់នៅក្នុងក្រុងពន្ធុមតីត្រូវនឹងពុទ្ធកាលនៃព្រះវិបស្សីសម្ពុទ្ធថ្ងៃមួយលោកបានឃើញព្រះពុទ្ធស្ដេចយាងទៅតាមផ្លូវអាកាសក៏កើតសេចក្តីជ្រះថ្លាឡើងចំពោះព្រះវិបស្សីទើបបានថ្វាយផ្លែខ្នុរសម្លក្នុងខណៈដែលព្រះអង្គស្ដេចកំពុងតែយាងចារិកបិណ្ឌបាតផលដែលបានថ្វាយផ្លែខ្នុរសម្លនោះក៏ធ្វើឲ្យលោកសោយសម្បត្តិនៅក្នុងមនុស្សលោកនិងទេវលោកអស់កាលដ៏យូរអង្វែងទាំងបានជាបច្ច័យធ្វើឲ្យលោកអស់នៅទុក្ខទៀតផងចំណែកប្រវត្តិក្នុងអតីតជាតិរបស់ព្រះយសោចទ្ធីដូចមានសម្ដែងនៅក្នុងអត្ថកថាធម្មបទនៃតណ្ហាវៈក្នុងរឿងត្រីកបិលដែលពោលតាក់ទងដល់រឿងអតីតជាតិរបស់លោកថាក្នុងពុទ្ធកាលនៃព្រះសម្មាសម្ពុទ្ធកសបៈមានបរិស500នាក់បានរួមគ្នាធ្វើចរកម្មមានការប្លន់នៅពួកអ្នកស្រុកជាដើមដើម្បីយកមាសប្រាក់មកចិញ្ចឹមជីវិតហើយតមកថ្ងៃមួយពួកគេត្រូវបានអ្នកស្រុកក្នុងជនបទដេញចាប់ក៏នាំគ្នារត់ចូលទៅក្នុងព្រៃការចូលទៅដល់ក្នុងព្រៃហើយក៏មិនឃើញមានអ្វីដែលល្មមនឹងជាទីពឹងបានតែចៃដន្យបានជួបនឹងភិក្ខុមួយរូបដែលមានប្រក្តីនៅក្នុងព្រៃជីវ័តទើបចូលទៅរកព្រះថេរៈថ្វាយបង្គំរួចហើយពោលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់ជាទីពឹងរបស់ខ្ញុំផងចុះព្រះថេរៈមានថេរវាចាពន្យល់ថាទីពឹងយ៉ាងដតីដែលស្មើនឹងទីពឹងក្នុងសិលរមែងមិនមានដល់អ្នកទាំងឡាយដូច្នេះអ្នកទាំងឡាយចូលសមាទានសិល5ចុះលំដាប់តពីនោះមកព្រះថេរៈក៏បានសម្ដែងប្រធរទូមានដល់ពួកចោរទាំងនោះថាឥឡូវនេះពួកអ្នកទាំងអស់គ្នាជាអ្នកមានសិលហើយកុំនាំគ្នាប្រព្រឹត្តកន្លងសិក្ខាបទសូម្បីមានហេតុដល់ជីវិតក៏ដោយមិនគួរនឹងប្រព្រឹត្តកន្លងសិក្ខាបទទាំងនោះឡើយពួកចោរទាំងនោះបាននាំគ្នាព្រមទទួលឱវាទរបស់ព្រះថេរៈថាព្រះករុណាលោកម្ចាស់គ្រានោះពួកអ្នកស្រុកបាននាំគ្នាទៅដល់ទីលំនៅនោះដើររកខាងនេះខាងនោះក៏បានជួបនឹងពួកចោរទាំងនោះហើយក៏បាននាំគ្នាសម្លាប់ពួកចោរទាំងអស់នោះចោលកាលពួកចោរទាំងនោះស្លាប់អស់ហើយបានទៅកើតនៅក្នុងទេវលោករីឯមេចោរបានជាប្រធាននៃទេវបុត្របាននាំគ្នាត្រាច់រង្គត់នៅក្នុងទេវលោកអស់មួយចន្លោះព្រះពុទ្ធដោយអំណាចបុណ្យកុសលដែលកើតអំពីការសមាទាននៅសិលលុះមកដល់ពុទ្ធបាទនេះបានមកកើតនៅក្នុងត្រកូលអ្នកប្រមង500ត្រកូលនៅជិតខ្លងទ្វារក្រុងសាវត្ថីប្រធានទេវបុត្រក៏បានមកចាប់បដិសន្ធិនៅក្នុងត្រកូលអ្នកប្រមងដែលជាប្រធានគេចំណែកទេវបុត្រអង្គដតីក្រៅពីនោះបានមកចាប់បដិសន្ធិនៅក្នុងត្រកូលអ្នកប្រមងដែលរងបន្ទាប់ចុះមកលុះជនទាំងអស់នោះបានប្រសូតចេញអំពីគរមេដារួចហើយប៉ុន្តែការប្រសូតនោះបានប្រសូតព្រមគ្នាទាំងអស់ក្នុងថ្ងៃតែមួយក្នុងថ្ងៃដែលភរិយាអ្នកប្រមងដែលជាប្រធានគេប្រសូតបុត្រមកនោះប្រធានអ្នកប្រមងបានប្រើឲ្យមនុស្សទៅដើរស្វែងរកមើលថាតើមានត្រកូលណាដែលមានទីរកកើតនៅក្នុងថ្ងៃនេះដែរឬទេកាលបើដឹងថាមានដែរទើបបាននាំយកដំណឹងនោះមកប្រាប់អ្នកប្រមងដែលជាប្រធានគេឲ្យបានជ្រាបកាលបើបានជ្រាបដូច្នោះហើយក៏បានប្រាប់ឲ្យយកទ្រព្យសម្បត្តិទៅចិញ្ចឹមថែរក្សាក្នុងត្រកូលទារកទាំងនោះដោយសង្ឃឹមក្នុងចិត្តថាទារកទាំងនោះបានជាមិត្តសម្លាញ់នឹងកូនរបស់ជើងរីឯទារកទាំងនោះគ្រប់គ្នាបានជាមិត្តសម្លាញ់នឹងគ្នាតាំងពីនៅលេខដីមកម្លេះកាលទារកទាំងនោះមានវ័យចម្រើនធំឡើងជាលំដាប់មកចំណែកបុត្ររបស់ប្រធានអ្នកប្រមងជាអ្នកមានភាពប្រសើរ
ដោយយកជាដើមជាងទីរកទាំងអស់នោះក្នុងពេលនេះនឹងសូមដំណើរពីរឿងត្រីឈ្មោះកបិលដែលធ្វើឲ្យយសោជាកុលបុត្រពិចារណាឃើញហេតុផលប្រវត្តិដែលមកកើតជាត្រីកបិលហើយកើតសេចក្តីសង្វេគគឺកើតការតក់ស្លុតចិត្តឡើងទើបព្រមគ្នានឹងសម្លាញ់ទាំងអស់នាំគ្នាចេញបួសក្នុងព្រះពុទ្ធសាសនានេះដោយមានសេចក្តីពិពណ៌នាតទៅនេះថាក្នុងពុទ្ធកាលនៃព្រះកាសបៈសម្ពុទ្ធត្រីកបិលនេះបានមកកើតជាកុលបុត្រម្នាក់ឈ្មោះកបិលមាតាឈ្មោះនាងសាធនីមានបងប្រុសឈ្មោះសោធនៈនិងប្អូនស្រីឈ្មោះតាបណាអ្នកនៅក្នុងត្រកូលទាំងអស់នោះបាននាំគ្នាចេញមកបួសក្នុងព្រះពុទ្ធសាសនានោះទាំងអស់គ្នាដោយនាងសាធនីនិងនាងតាបណាពីរនាក់ម៉ែកូនទៅបួសនៅក្នុងសំណាក់ភិក្ខុនៃចំណែកសោធនៈនិងកបិលទៅបួសជាភិក្ខុរីឯព្រះសោធនថេរបួសហើយបានតាំងចិត្តចម្រើនវិបស្សនាកម្មដ្ឋានហើយមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តឯព្រះកបិលថេរគិតតែខំរៀនក្នុងផ្លូវគន្ធធរៈតមកជាអ្នកមានចំណេះចេះដឹងច្រើនរហូតដល់មានបរិវារជាច្រើនទៀតផងទាំងលៀបសការៈក៏បានកើតឡើងដល់លោកយ៉ាងច្រើនសន្ធឹកសន្ធាប់ទើបធ្វើឲ្យលោកមានការស្រវឹងក្នុងចំណេះដឹងរបស់ខ្លួននិងត្រូវសេចក្តីល្មោបនៅក្នុងលៀបគ្របសង្កត់ជាអ្នកសម្គាល់ខ្លួនខុសដោយគិតថាខ្លួននេះឯងជាអ្នកឆ្លាតជាងគេវត្ថុដែលអ្នកដតីពោលថាជាអកប្បយៈគឺវត្ថុដែលមិនគួរលោកត្រឡប់ជាពោលថាជាកប្បយៈទៅវិញគឺជាវត្ថុគួរនិងពោលដល់វត្ថុជាកប្បយៈថាជាអកប្បយៈទាំងបានពោលថាវត្ថុដែលមិនមានទុកថាមានទុកសូម្បីពោលជាមួយនឹងភិក្ខុដែលជាអ្នកមានសិលជាទីស្រឡាញ់ក៏ដូច្នោះដែរចំណែកព្រះសោធនថេរកាលបើបានជ្រាបដំណឹងនោះហើយទើបចូលទៅរកព្រះកបិលថេរហើយបានពោលដាស់តឿនដល់ព្រះកបិលថេរឲ្យឈប់ពោលយ៉ាងនោះទៀតរហូតពី3លើកតែព្រះកបិលថេរមិនស្ដាប់ពាក្យពោលដាស់តឿនរបស់ព្រះសោធនថេរឡើយទោះជាលោកពោលដាស់តឿនជាចុងក្រោយថាអំពើដែលលោកម្ចាស់បានធ្វើនេះជាអំពើដែលព្រះដ៏មានប្រភិក្ខទ្រង់តេះដៀលទាំងមិនមែនជាបដិបទានាំសត្វលោកចេញពីវត្តដាក់នេះដែរដូច្នេះលោកម្ចាស់នឹងដឹងកម្មអាក្រក់នេះដោយខ្លួនឯងចុះចាប់ពីពេលនោះមកភិក្ខុដែលជាអ្នកមានសិលជាទីស្រឡាញ់ម្នាក់បាននាំគ្នាគេចចេញពីព្រះកបិលជាអ្នកមានការប្រព្រឹត្តអាក្រក់ហើយតែងតែមានភិក្ខុដែលជាអ្នកប្រព្រឹត្តអាក្រក់មកនៅរួមជាមួយថ្ងៃមួយលោកបានគិតថាយើងនឹងសូត្របាតិមោក្ខទើបកាន់ផិតឡើងទៅអង្គុយលើធម្មអាសនៈក្នុងរោងឧបោសថហើយសួរភិក្ខុទាំងឡាយថាលោកអ្នកដ៏មានអាយុទាំងឡាយបាតិមោក្ខរមែងប្រព្រឹត្តទៅដើម្បីភិក្ខុទាំងឡាយដែលមកប្រជុំគ្នាហើយក្នុងទីនេះឬភិក្ខុទាំងនោះម្នាក់
ដូច្នេះទើបត្រាស់បញ្ជាឲ្យមនុស្សទាំងនោះនាំយកត្រីនេះទៅកាន់សំណាក់នៃព្រះលោកនាថតែក្នុងខណៈដែលត្រីនោះហាមាត់ឡើងមានក្លិនស្អុយសាយទៅពេញវត្តចេតពុនព្រះរាជាទ្រង់ជ្រាបទើបក្រាបទូលសួរព្រះសម្ពុទ្ធថាបបពុទ្ធព្រះអង្គដ៏ចម្រើនហេតុដែលត្រីនេះមានពណ៌សម្បុរដូចជាមាសនិងមានក្លិនស្អុយចេញពីមាត់នោះតើដោយអំពើកម្មយ៉ាងណាព្រះអង្គគ្រានោះព្រះទសពលត្រាស់តបថាបបពុទ្ធមហារាជត្រីនេះនៅក្នុងអតីតជាតិធ្លាប់បានបួសជាភិក្ខុឈ្មោះកបិលប៉ុន្តែជាអ្នកចេះដឹងច្រើនថែមទាំងជាអ្នកមានបរិវារច្រើនទៀតផងបួសនៅក្នុងព្រះសាសនានៃព្រះសម្ពុទ្ធកស្សបៈត្រូវសេចក្តីល្មោកក្នុងលៀបសការៈគ្របសង្កត់ចិត្តជាភិក្ខុដែលមិនជាអ្នកស្ដាប់តាមពាក្យរបស់ខ្លួនទាំងធ្វើព្រះសាសនារបស់ព្រះកស្សបៈសម្មាសម្ពុទ្ធឲ្យវិនិច្ឆ័យដូច្នេះហើយគឺកាលបើអស់ជីវិតទៅបានធ្លាក់ទៅសោយទុក្ខនៅក្នុងអវិជ័យនរកដោយអំពើកម្មនេះឥឡូវនេះដែលគេបានមកកើតជាត្រីដោយតាក់ទងអំពីផលកម្មដែលនៅសេសសល់ប្រហែលដែលលោកបានពូប្រាប់នៅព្រះពុទ្ធវចនៈនិងបានពូសរសើរគុណរបស់ព្រះពុទ្ធអស់កាលយូរទើបបានអត្តភាពមានពណ៌សម្បុរដូចជាមាសនេះដោយផលកម្មនោះឯងហេតុដែលត្រីនេះមានក្លិនស្អុយចេញពីមាត់ពីព្រោះមកពីមូលបង្កាច់ព្រះពុទ្ធដីការបស់ព្រះមនីព្រះនាមកស្សបៈបបពុទ្ធមហារាជតថាគតនឹងឲ្យត្រីនេះនិយាយព្រះរាជាក្រាបទូលថាព្រះករុណាព្រះអង្គព្រះបរមសាស្តាទើបត្រាស់សួរត្រីនោះថាមនាលកបិលមែនឬត្រីកបិលក្រាបទូលតបថាព្រះករុណាព្រះអង្គខ្ញុំឈ្មោះកបិលមែនព្រះភគវាត្រាស់សួរទៀតថាអ្នកមកពីទីណាកបិលត្រីកបិលឆ្លើយថាខ្ញុំព្រះអង្គមកអំពីអវិជ័យមហានរកព្រះអង្គបានត្រាស់សួរទៀតថាព្រះសោធនធេដែលជាបងប្រុសរបស់លោកទៅកើតនៅក្នុងទីណាត្រីកបិលឆ្លើយថាបងប្រុសរបស់ខ្ញុំលោកបរិនិព្វានទៅហើយព្រះអង្គចុះនាងសាធនីមាតារបស់អ្នកតើទៅកើតនៅក្នុងទីណាត្រីកបិលឆ្លើយថាទៅកើតនៅក្នុងនរកដែរព្រះអង្គចុះនាងតាបណាដែលជាប្អូនស្រីរបស់អ្នកទៅកើតនៅក្នុងទីណាដែរត្រីកបិលឆ្លើយថាទៅកើតនៅក្នុងមហានរកដូចគ្នាដែរព្រះអង្គចុះអ្នកឥឡូវនេះនឹងទៅទីណាត្រីកបិលឆ្លើយថាខ្ញុំព្រះអង្គកាលអស់ជីវិតអំពីត្រីនេះទៅនឹងទៅកាន់អវិជ័យមហានរកដូចដើមទៀតព្រះអង្គក្នុងពេលនោះត្រីកបិលនោះក៏បានកើតការក្តៅក្រហាយចិត្តកើតឡើងទើបបកក្បាលឲ្យស្លាប់នៅក្នុងពេលនោះមួយរំពេចទៅហើយក៏បានទៅកើតនៅក្នុងនរកសោយទុក្ខលំបាកតទៅគ្រានោះមហាជនបានឃើញហេតុដ៏អស្ចារ្យដូច្នេះហើយក៏មានសេចក្តីសង្វេគក្នុងចិត្តកើតឡើងគ្រានោះព្រះសាស្តាទ្រង់ប្រមាលមើលចិត្តបរិស័ទដែលមកប្រជុំគ្នានៅក្នុងពេលនោះទើបទ្រង់ត្រាស់សម្ដែងកបិលសូត្រដោយមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយសុត្តនិបាតថាអ្នកប្រាជ្ញទាំងឡាយបានពូលដល់ការប្រព្រឹត្តធម៌មួយការប្រព្រឹត្តព្រហ្មចរិយធម៌មួយថាជាកែវដ៏ខ្ពង់ខ្ពស់បំផុតដើម្បីនឹងទ្រង់សម្ដែងធម៌ឲ្យសមរម្យដល់ហេតុការណ៍នៅក្នុងខណៈនោះទើបទ្រង់ត្រាស់ព្រះគាថាទាំងនោះថាតណ្ហាដូចជាវររមែងចម្រើនលូតលាស់ដល់បុគ្គលដែលជាអ្នកមានសេចក្តីប្រមាទគីរមែងទៅកាន់ភពតូចភពធំហាក់បីដូចជាពៀនណដែលប្រាថ្នាផ្លែឈើលូតកញ្ឆេងតោងចាប់មែកនេះលែងមែកនោះនៅក្នុងព្រៃដូច្នោះតណ្ហានេះជាធម្មជាតិលាមករមែងជាប់ជំពាក់នៅក្នុងអារម្មណ៍ផ្សេងៗក្នុងលោកនេះតែងចូលទៅគ្របសង្កត់បុគ្គលអ្នកមានសេចក្តីសោកដោយទេណជាតិដែលត្រូវភ្លៀងស្រោចស្រពហើយដោះលូតលាស់ចម្រើនឡើងដូច្នោះដែរតែបុគ្គលណាញោមញីគ្របសង្កត់តណ្ហាដែលជាធម្មជាតិដ៏លាមកលំបាកដល់បុគ្គលនៅក្នុងលោកនេះនឹងកន្លងផុតទៅបានសេចក្តីសោកទាំងឡាយរមែងធ្លាក់ទៅលើបុគ្គលនោះដូចជាដំណក់ទឹកភ្លៀងធ្លាក់មកលើដូច្នោះព្រោះដូច្នោះតថាគតប្រាប់ដល់អ្នកទាំងឡាយថាការចម្រើនចូលមានដល់អ្នកទាំងឡាយគ្រប់ពេលវេលាដែលពួកអ្នកប្រជុំគ្នាហើយអ្នកទាំងឡាយចូលជីកឫសគល់នៃតណ្ហាគឺការកង្វល់លមូបចង់បានចេញហាក់បីដូចអ្នកត្រូវការស្មៅដំរីចូលជីកស្មៅនោះចោលដូច្នេះមាមិនរកគួនអ្នកទាំងឡាយជារឿយៗឡើយដោយក្រសែទឹកបន្សាត់នាំយកគុំនៃដើមបបោសដូច្នោះពាក្យថាមាសំដៅដល់កិលេសមាមជ្ឈុមានិងទេវបុត្រមាក្នុងពេលចប់ប្រធរទេសនាកូនរបស់អ្នកនេសាទទាំង500នាក់មានយសោជៈជាប្រធានក៏មានសេចក្តីសង្វេគតក់ស្លុតក្នុងចិត្តនិងព្រមគ្នាមានសេចក្តីជ្រះថ្លានិងមានបំណងដើម្បីឲ្យអស់នៅសេចក្តីទុក្ខទើបក្រាបទូលព្រះដែលមានប្រភិក្ខសូមបព្វជិឧបសម្បទានៅក្នុងសំណាក់ព្រះបរមសាស្តាកាលអ្នកទាំងអស់គ្នាបានបួសជាភិក្ខុហើយទើបនាំគ្នាកិច្ចទៅនៅក្នុងស្ថានទីស្ងប់ស្ងាត់ដើម្បីធ្វើសមណធម៌តទៅជីវប្រវត្តិរបស់ព្រះយសោចតិ
ព្រមទាំងភិក្ខុដែលជាបរិវាររបស់លោកទាំង500រូបនោះមានដំណើររឿងទុកនៅក្នុងការធ្វើសមណធម៌រហូតដល់ប្រសពផលសម្រេចបានផលដ៏ខ្ពង់ខ្ពស់បំផុតនិងទទួលការលើកដំកើងពីព្រះលោកនាថមានជាលក្ខឋាននៅក្នុងគម្ពីរខត្តកនិកាយឧទានក្នុងឧទាននន្តវៈនៃយសោជាសូត្រថាសម័យមួយព្រះដ៏មានជោគទ្រង់គង់ប្រថាប់នៅក្នុងវត្តចេតពុនដែលជាអារាមរបស់អនាថបណ្ឌិតសេដ្ឋីទៀបក្រុងសាវត្ថីក៏ក្នុងសម័យនោះឯងមានភិក្ខុប្រមាណ500រូបមានព្រះយសោចថេជាដើមបាននាំគ្នានិមន្តទៅកាន់ក្រុងសាវត្ថីដើម្បីចូលទៅគាល់ព្រះសម្ពុទ្ធខណៈដែលភិក្ខុអកន្តកៈទាំង500នោះបានប្រស្រ័យនឹងភិក្ខុដែលជាម្ចាស់ទីកន្លែងពេលដែលកំពុងតែចាត់ចែងទីសេនាសនៈនិងយកបាតទៅទុកដាក់នោះក៏មានសម្លេងអ៊ូអរខ្លាំងរហូតឮទៅដល់ទីគង់ប្រថាប់នៃព្រះបរមសាស្តាគ្រានោះព្រះភគវាត្រាស់សួរព្រះអនន្តថេរថាមនាលអនន្តតើសម្លេងអ្នកណាអ៊ូអរខ្លាំងដូចគ្នានឹងអ្នកប្រមងចែកត្រីគ្នាលំដាប់នោះព្រះអនន្តក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនមានភិក្ខុប្រមាណ500រូបដែលមានព្រះយសោចថេរជាប្រធានបាននាំគ្នានិមន្តមកកាន់ក្រុងសាវត្ថីដើម្បីមកជួបគាល់ព្រះអង្គតែភិក្ខុអកន្តកៈទាំងនោះបានប្រស័យសន្ទនាគ្នាជាមួយនឹងភិក្ខុដែលជាម្ចាស់អាវាសនិងចាត់ចែងអាសនៈប្រមូលបាតនិងជីវរទៅទុកដាក់ដូច្នេះហើយទើបធ្វើឲ្យមានសម្លេងអ៊ូអរឡើងព្រះអង្គគ្រានោះព្រះដ៏មានប្រភាកត្រាស់ថាមនាលអនន្តបើដូច្នេះចូលអ្នកទៅហៅភិក្ខុទាំងនោះមកតាមពាក្យរបស់តថាគតថាព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នកទាំងឡាយពេលនោះព្រះអនន្តទទួលព្រះពុទ្ធដីកាហើយក៏បានចូលទៅរកភិក្ខុទាំងនោះដល់ទីកន្លែងហើយនិយាយប្រាប់ភិក្ខុទាំងនោះឲ្យជ្រាបតាមព្រះពុទ្ធបំណងភិក្ខុទាំងនោះកាលបើបានជ្រាបហើយទើបនាំគ្នាចូលទៅគាល់ព្រះភគវាដល់ទីគង់ប្រថាប់ថ្វាយបង្គំរួចហើយក៏អង្គុយនៅក្នុងទីដ៏សមគួរគ្រានោះព្រះទសពលត្រាស់សួរភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយព្រោះហេតុអ្វីទើបបានជាអ្នកទាំងឡាយបញ្ចេញសម្លេងអ៊ូអរប្រហែលគ្នានឹងអ្នកប្រមងចែកត្រីគ្នាដូច្នេះព្រះយសោចៈបានស្ដាប់ព្រះពុទ្ធតម្រាស់ត្រាស់សួរដូច្នេះហើយបានក្រាបទូលឡើងថាបបិទ្ធព្រះអង្គទ្រង់និរតុកភិក្ខុប្រមាណ500រូបនេះបានធ្វើដំណើរមកដល់ក្រុងសាវត្ថីដោយលំដាប់ប្រាថ្នាដើម្បីនឹងចូលមកគាល់ព្រះដ៏មានបុណ្យពេលដែលភិក្ខុជាអកន្តកៈបានជួបប្រស័យជាមួយនឹងភិក្ខុដែលជាម្ចាស់អាវាសព្រមទាំងការចាត់ចែងទីសេនាសនៈនិងប្រមូលបាតនិងជីវរទើបធ្វើឲ្យមានសម្លេងអ៊ូអរឡើងដូច្នេះឯងព្រះលោកនាថទ្រង់ត្រាស់បណ្ដេញថាមនាលភិក្ខុទាំងឡាយជួអ្នកទាំងឡាយជិះចេញទៅតថាគតផ្ដន់ទាសទោសអ្នកទាំងឡាយមិនគួរនៅក្នុងសំណាក់របស់តថាគតនេះទៀតឡើយភិក្ខុទាំងនោះទទួលព្រះពុទ្ធដីការបស់ព្រះមហាមុនីហើយក៏ក្រោកចាក់អាសនៈថ្វាយបង្គំលាព្រះភគវាធ្វើប្រតិសិនជិះចេញទៅក៏បានរៀបចំទុកដាក់សេនាសនៈរួចហើយក៏បានកាន់យកបាតនិងជីវរនាំគ្នានិមន្តដើរចេញទៅកាន់វជ្ជីជនបទកាលទៅដល់វជ្ជីជនបទដោយលំដាប់រហូតទៅដល់ស្ទឹងវគុមុទាបាននាំគ្នាធ្វើកត់ប្រក់ស្លឹកហើយនាំគ្នាចាំវសានៅទីបឆ្នេរនៃស្ទឹងវគុមុទានោះក្នុងគ្រានោះព្រះយសោចៈចូលចាំវសាហើយបានហៅ